mình đi chắc là on nè bom ôn bật cả bao tắc bật lần chất tam đó á đôi anh ấy chờ lo ban đây tha vi toàn bật cả bao tắc chất là o thì chui bông lần chui trong mình cái mà trong mình cái ao dương kẹp tắc không mông nó tại nhầm chân với thác co kẹp thắng thác co tắc không mông về đại dương kẹp hai anh hao một đấy bà miên mấy đấy bông bà miên mế kẹp hai hao tại bà miên mế kẹp bật hao thì ai cho bà bông cặp nhung chấn cha bà miên mấy bạn hao hay cho bà bông tắc kẹp anh nè bạn hao mấy mà chặt lay khai tắc mông khai trái đó bông mông khai trái đó bông bạn này khai prăng tắc lần khắp lư mà đà rồi bông ai kẹp tắc không mấy con bây giờ bông kẹp hao gì mà tôi đây kẹp tắc không nè kẹp bông kẹp nhầm rõ ngay rồi ôn nhầm đây nè mình kẹp tao nè mày ơi lo nè mày muốn nè ôi mày đang bóc vai mấy chưa tao bông ơi mà chặt lại rồi phục mày bom ôn mình đi chắc là on nè bom ôn bật cả bao tắc bật lần chất tam đó á đây cha bảo rán lúc đây ta po tha khmum để tắc chặt pin lỗ cứ run tắc bảo viên nó việc bật cả bao vì lơ chất này đấy bom sầy bàនេះគឺបិទចិត្តល្អបងប្អូនឥឡូវចាំមើលខ្ញុំបង្ហាញបងប្អូនរបៀបបិទចិត្តហើយនឹងបិទlầnចិត្តនេះតំណងមែនទេនេះដូចអានេះចន្លោះបានន័យថានៅរុនប្រហោងដែលយើងមើលទៅឃើញខាងក្នុងហ្នឹងបានន័យថាវាអត់ទាន់បិទក្បាលទឹកចិត្តល្អទេវាបិទបានខ្លះវានៅខ្លះលក្ខណៈដូចចេះហើយចាស់លោកតែងតែប្រាប់ក្មេងៗថាបើយកឃុំគេឲ្យសម្លឹងមើលក្បាលទឹកបើកាលណាក្បាលទឹកនៅរុនចន្លោះប្រហោងអត់ទាន់បិទអញ្ចឹងយកបានដែរតែគាត់ថាទឹករបស់វាអត់ទាន់លក្ខណៈបន្សុទ្ធឲ្យបានខាប់ល្អវាអត់ទាន់ចាំវានៅខ្ចីតែបាទនេះបងប្អូនចាមកពណ៌វានេះពុកម៉ែបងប្អូនមើលវាបិទក្បាលទឹកយើងមើលអត់ឃើញទឹកខាងក្នុងទេណាបិទក្បាលឡើងសដល់ពេលយើងមើលខាងនេះបន្ទាប់ពីយើងជានៃផ្លិតវាចាញ់ហើយយើងឃើញទឹកពណ៌ឡើងចាស់ល្អបងប្អូនអើយទៅក្រហមទៅជាខ្មៅឈ្ងុយហ៎បងឡើងឈ្ងុយចឹងមិនគេបាទចឹងមិនគេឲ្យយើងក្រេបទឹកឃុំមកណោះតែញ៉ាំចាំពេកខាកបងចឹងគេមិនសូវឲ្យក្រេបទឹកឃុំចាំពេកទេក្រេបខាងខាកទឹកឃុំពេលដែលយើងក្រេបហើយអាចហៅមាត់ទេបើមានmấy đấyបងតែបើដូចនៅមានមេជាប់ខ្ញុំអត់ធានាឲ្យបើមានមេក្រេបហើយហើមតែបើអត់មានមេក្រេបអត់ហើមទេអាចchoបងប្រាប់ខ្ញុំអញ្ចឹងចាបើមានមេបានហើមហើយបងទៅក្រេបឯងណាបានហើមអីអីគេក្រេបតែឯងក្រេបមានមេមិនក្រេបមានមេបានហើមបងក្រេបឯងមិនហើយតែបានមានមេបានក្រេបទៅហើមចាបានហើមពីទៅចុះអញ្ចឹងកាលណាយើងក្រេបក្បាលទឹកឃុំមានមេឃុំនៅហ្នឹងវាតិចមាត់យើងទៅហើមហើយតែបើអត់មានមេឃុំទេវាអត់ហើមទេបងប្អូនតំណងណាស់បងប្អូនខ្ញុំមកស្រុករតនមណ្ឌលទឹកដីនៃខេត្តបាត់ដំបងមកគៀកនឹងចំការតំពាំងបាយជូរតនមណ្ឌលណាបងប្អូនចំការតំពាំងបាយជូចំការប្លែកបេរីនៅរតនមណ្ឌលនេះ2ខែទៀតបងប្អូនពេញមកបេះតំពាំងបាយជូប៉ុន្តែមុននឹងចូលទៅចំការតំពាំងបាយជូខ្ញុំឃើញឃុំលក់ខាងមុខនេះសិតតែឃុំយកដោយបងប្អូនប្រជាពលរដ្ឋបាទដែលគាត់រកតាមព្រៃអាស័យព្រៃព្រិចតាមមាត់អូនេះបងមែនទេតាមមាត់អូតាមស្ទឹងព្រួយ